ជលដងអតិថិជនកវលនេះធំលេខ40កវលលេខ40កវលនេះកវលចិនពិបាករោតែដោយសារដងគាត់ល្អដែរអញ្ចឹងមានតែដូរបើគាត់ក៏កវលល្អដែរគាត់ថាកវលល្អដែរតែឃើញត្រា Fuji ទេគាត់ថាកវល Fuji ដែរប៉ុន្តែឥឡូវគាត់ដូរដាក់កវល Fuji វិញនេះកវល Fuji លេខ40midnight វាពណ៌ខៀវកម្ៅអញ្ចឹងណានេះមានអក្សរ Fuji ត្រឹមត្រូវអញ្ចឹងកវលនេះមកគ្រាប់ថ្លៃដែរណាកវលនេះទាំងដូរទាំងសេវាទាំងអីខ្ញុំយក$20កវលនេះកវលមកគ្រាប់ហើយនឹងសេវាដូរថ្មីឲ្យអូខេចាំមើលលទ្ធផលយើងទី1គឺផ្លុំកាវនេះក្តៅឲ្យវានេះទៅហើយយើងកប់កាវនេះចេញហើយរុះអំបោះដែលរុំនេះចេញអញ្ចឹងយើងរើមកហើយយើងនឹងដាក់កវលរុំផ្សារថ្មីយើងដោះកវលហើយយើងកប់កាវចាស់ឲ្យស្អាតអញ្ចឹងមកហើយនៅសចេះក៏អត់អីដែរដោយសារពេលយើងដាក់កវលបញ្ជាន់វាវិញហើយយើងរុំពីលើវាវិញទៅហើយយើងប៊ីកាវទៅគាត់ឃើញសចេះទៅអង្គសដោយសារវានៅជាតិកាវតិចព្រោះយើងគាត់ចង់រុះវាឲ្យអស់កាវនឹងដែរវាដល់សាច់ដងអញ្ចឹងយើងអត់ចង់ឲ្យប៉ះពាល់ដល់សាច់ដងអញ្ចឹងវានៅគាត់តែស្នាមសតិចចេះវាអត់បញ្ហាទេអញ្ចឹងនេះកវលស៊ីនជាមួយនឹងកវលដែលយើងត្រូវដូរចាកវលស៊ីនវាបែកហើយយើងដូរដាក់កវល Fuji នេះវិញ Fuji CCK O-ring midnight អញ្ចឹងប្រភេទកវលវាជាលទ្ធផលស្ងួតកាវហ្នឹងចឹងពេលដែលយើងប៊ីកាវប៊ីអីហើយស្ងួតហើយស្អាតគឺវាអាចនិយាយថាចូលប្រមាណជា90បូកអីមានន័យថាគុណភាពវាឬក៏រូបរាងរបស់វាគឺដូចទៅនឹងរោងចក្រអញ្ចឹងណាមានន័យថាវាមើលទៅវាដូចទៅនឹងការធ្វើនៅរោងចក្រអញ្ចឹងកាន់តែគេយើងជួសជុលវាមានចន្លោះប្រហោងតិចតួចនៅក្នុងនឹងมันអាចថាស្អាតដូចរបស់គេ 100% ទេអញ្ចឹងមានតិចតួចកាន់ថាមើលអត់ដឹងទេមើលអត់ដឹងថាដងជួសជុលកវលទេហើយកវលនេះឡើងមកគឺកវលស៊ីនស្អាតជាងកវលដើមទៀតណាមានន័យថាកវលដើមវាគឺដែកអញ្ចេះទេហើយអត់មានស Fuji អត់មានអីទេឥឡូវយើងឡើងកវលមកដែកវាទៅជាបែបនេះសាច់វាស្អាតជាងអូខេបាយបាយ